ธนาดักน้อมระบบคลับยูทอมเวสแฮมบานริกุนแต่เลือกซาประยุทธ์ชนะคริสเตียโนโรนัลโดถ่ายโจจัดในใจอุดปิคลูนไนจรุลหูไฮด์អ្នកនាង Karen Brady ដែលជានាយករងរបស់ក្លឹបញញូ Tom West Ham បានធ្វើការរិះគន់ថាខ្សែប្រយុទ្ធឆ្នាំ Cristiano Ronaldo ចូលចិត្តនិយាយអួតអាងពីខ្លួនឯងនិងលើកសរសើរខ្លួនឯងជ្រុលពេកហើយខណៈដែលកីឡាករឆ្នាំដូចជាលោក Pele និង Lionel Messi ពុំដែលសរសើរខ្លួនឯងនោះទេ Cristiano Ronaldo បានចាក់ចែងពីលីកកម្ពុជារបស់អឺរ៉ុបដើម្បីចូលលេងប្រកួតជាមួយនឹងក្លឹប Al Nassr នៅក្របខ័ណ្ឌ Saudi Pro League នៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយនឹងកងត្រារយៈពេល2ឆ្នាំកន្លះដោយរូគីនឹងទទួលបានប្រាក់ពលកម្មរហូតដល់$200 លានអាមេរិកក្នុងមួយរដូវកាលផងដែរក្នុងកម្មវិធីសន្និសីទកាសែតបង្ហាញខ្លួនជាកីឡាករដំបូងរបស់ក្លឹប Al Nassr Cristiano Ronaldo បាននិយាយថារូគីគឺជាកីឡាករដ៏ខុសប្លែកគ្មាននរណាដូចនេះហើយទើបនាយករងរបស់ក្លឹប West Ham អ្នកនាង Karen Brady បានរិះគន់ទៅលើ Ronaldo យ៉ាងដូចនេះថាប្រហែលយើងមានអ្វីនិយាយច្រើនអំពី Cristiano Ronaldo គេគឺជាអត្តពលិកនិងជាអ្នកសម្បជោទីដែលគ្មាននរណាធ្វើបានដូចគាត់ប៉ុន្តែការបញ្ចេញមតិនាពេលថ្មីនេះរបស់គេថាគេសប្បាយចិត្តនឹងការចូលរួមជាមួយនឹងក្លឹប Al Nassr ហើយនឹងទទួលបានកងត្រាដ៏ខុសប្លែកពីគេគឺមកពីគេគឺជាកីឡាករដ៏ខុសប្លែកពីអ្នកដទៃដែលបងគេមិនមែនគឺជាកីឡាករដែលមានភាពខុសប្លែកពីអ្នកដទៃទេគេបានធ្វើរឿងជាច្រើនហើយរឿងខ្លះគឺអស្ចារ្យមែនប៉ុន្តែគ្មានត្រង់ណាដែលកីឡាករផ្សេងធ្វើមិនបាននោះទេទាំង Messi ឬក៏ Pele មិនបាននិយាយបែបនេះឡើយ Ronaldo ពិតជាងប់ងល់នឹង Messi ខ្លាំងណាស់